bạnអ្នកមិនទាន់ចេះវាយអក្សរខ្មែរនៅលើក្តារចុចទេហើយចង់រៀននិងយល់ដឹងពីការវាយអក្សរខ្មែរអញ្ចឹងវីដេអូនេះគឺសម្រាប់អ្នកសួស្តីអ្នកទាំងអស់គ្នាថ្ងៃមុនខ្ញុំបានធ្វើវីដេអូពីការវាយអក្សរអង់គ្លេសសម្រាប់អ្នករៀនថៃភាគដំបូងហើយថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយទៀតដែលសម្រាប់អ្នករៀនវាយអក្សរខ្មែរនៅលើ keyboard វិញម្ដងហើយយើងនឹងប្រើប្រាស់កម្មវិធីខ្មែរ Unicode Typing ដែលជាកម្មវិធីងាយស្រួលក្នុងការរៀននិង download ដែលឥតគិតថ្លៃជប់សិនបើសិនជាអ្នកមើលវីដេអូមកដល់ត្រង់ចំណុចនេះហើយសូមជួយចុច subscribe ក៏ដូចជា like ឲ្យខ្ញុំមួយផងព្រោះឲ្យវាជាការផ្ដល់កម្លាំងចិត្តក៏ដូចជាប្រាប់ទៅកាន់ YouTube នឹងឲ្យជួយផ្សព្វផ្សាយវីដេអូរបស់ខ្ញុំទៅកាន់អ្នកមើលផ្សេងទៀតអរគុណជាការចាប់ផ្ដើមយើងមកដឹងសិនថាខ្មែរ Unicode គឺជាអ្វីខ្មែរ Unicode គឺជាស្តង់ដារអន្តរជាតិមួយសម្រាប់ការវាយអក្សរខ្មែរដែលវាធានាបាននូវភាពត្រូវគ្នាទូទាំងឧបករណ៍និងវេទិកាផ្សេងៗរួមទាំងប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាយើងផងដែរដែលខ្មែរ Unicode នេះខុសពីពុម្ពអក្សរចាស់ៗដែលការជំនាន់ប៉ាខ្ញុំអីហ្នឹងធ្លាប់ប្រើមានដូចជា ABC ឬក៏ Limo ជាដើមខ្មែរ Unicode គឺអនុញ្ញាតឲ្យអក្សរបង្ហាញភាពត្រឹមត្រូវដោយគ្មានបញ្ហានៃកូដពុម្ពអក្សរនោះទេការវាយគឺត្រូវវាយតាមលំដាប់នៃសំឡេងឬក៏អក្ខរាវិរុទ្ធមិនមែនវាយតាមរូបរាងពីឆ្វេងទៅស្ដាំឡើយហើយកុំព្យូទ័រនឹងរៀបចំអក្សរដោយស្វ័យប្រវត្តិដោយខ្លួនឯងប្រព័ន្ធមួយនេះត្រូវបានបង្កើតឡើងតាមស្តង់ដារការបញ្ចូលអក្សរខ្មែរដោយប្លង់ NIDA ដែលជាស្តង់ដារទូទៅបំផុតនៅកម្ពុជារបស់យើងហើយវាត្រូវបានគាំទ្រលើប្រព័ន្ធWindows, Mac, Android, iOS និងប្រព័ន្ធផ្សេងៗទៀតជាញឹកញាប់តាមរយៈក្តារចុចដែលមានស្រាប់ឬក៏ឧបករណ៍ភាគីទី3ដូចជា Keyman ជាដើមដល់ចំណុចសំខាន់នៃវីដេអូនេះហើយដើម្បីអាចរៀន Typing នៅលើកម្មវិធីខ្មែរ Unicode បានត្រូវអនុវត្តតាមការណែនាំខាងក្រោមចំណុចទី1ការដំឡើងក្តារចុចខ្មែរបើអ្នកទាំងអស់គ្នាអត់ទាន់មានក្តារចុចខ្មែរទេត្រូវដំឡើងវាជាមុនសិននៅលើកុំព្យូទ័ររបស់ខ្ញុំគឺខ្ញុំបានដំឡើងរួចហើយប៉ុន្តែបើអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលអត់ទាន់ដំឡើងយើងអាចទៅដំឡើងវាដោយគ្រាន់តែចូលទៅកាន់ setting នៃកុំព្យូទ័រហើយជ្រើសរើសនៅត្រង់កន្លែង Time and Language ចុចត្រង់ចំណុច Languageដោយសារតែក្នុងកុំព្យូទ័ររបស់ខ្ញុំគឺខ្ញុំបានដំឡើងនៅភាសាអង់គ្លេសនិងភាសាខ្មែរហើយអញ្ចឹងដើម្បីឲ្យងាយស្រួលយល់ខ្ញុំនឹងលុបភាសាខ្មែររបស់ខ្ញុំចោលសិនហើយដំឡើងភាសាថ្មីដូចនេះដើម្បីដំឡើងបានយើងចុចនៅត្រង់ពាក្យថា add a language ហើយ search នៅពាក្យថាខ្មែររបស់យើងទៅចុចហើយនេះចុចតាមនឹងទៅនេះហើយយើង install វាមកចឹងយើងអាចរងចាំពេលប្រហែលពី3នាទីទៅដើម្បីឲ្យពេញអញ្ចឹងខណៈពេលយើងរងចាំហ្នឹងយើងអាចចូលត្រង់ចំណុចជ្រើសរើសនៅត្រង់ពាក្យ language option ហើយបន្ទាប់មកយើងឃើញកន្លែងនេះ add a keyboard អញ្ចឹងត្រង់កន្លែង add a keyboard ហ្នឹងកន្លែងនេះវាមានតែពាក្យថាខ្មែរបន្តដូចខ្ញុំបាននិយាយខាងមុនអញ្ចឹងគឺយើងប្រើនៅខ្មែរ NIDA អញ្ចឹងគឺយើងត្រូវ add ខ្មែរ NIDA មួយទៀតបន្ទាប់ពីយើង add ខ្មែរ NIDA ហើយនៅត្រង់កន្លែងដូរភាសារបស់យើងហ្នឹងគឺវា load រហូតទៅដល់3ដែលមានអង់គ្លេសមួយខ្មែរមួយនិងខ្មែរ NIDA មួយអញ្ចឹងដើម្បីឲ្យងាយស្រួលយើងលុបត្រង់កន្លែងខ្មែរចោលមួយទៅយើងទុកតែខ្មែរ NIDA មួយបានហើយដើម្បីស្រួលផ្លាស់ចំណុចទី2គឺការដំឡើងកម្មវិធីដែលមានឈ្មោះថាខ្មែរ Unicode Typing ដូចដែលបានដឹងហើយថាវាគឺជាកម្មវិធីដែលជួយអ្នករៀនវាអក្សរខ្មែរដោយមានមេរៀនជាជំហានហើយមានទាំងការអនុវត្តផ្ទាល់នៅក្នុងមេរៀននឹងតែម្ដងអញ្ចឹងដើម្បីអាច download កម្មវិធីនឹងនៅលើកុំព្យូទ័របានសូមមើលពីរបៀបការ download ដូចតទៅចូលទៅកាន់ Google Chrome របស់យើងមកហើយ search នៅពាក្យថា download ខ្មែរ Unicode Typingតទៅពី search ហើយគឺយើងឃើញថាមាន link ជាច្រើនដែលយើងអាច download បានអញ្ចឹងការជ្រើសរើស link ដើម្បី download ហ្នឹងក៏ត្រូវមើលដែរព្រោះថា link ខ្លះអត់មានសុវត្ថិភាពទេដូចនេះខ្ញុំជ្រើសរើសយក link មួយដែលមានឈ្មោះថា How to download and install ខ្មែរ Unicode Typing អញ្ចឹងយើងចុចទៅលើ link ហ្នឹងទៅហើយ scroll ចុះក្រោមរហូតដល់ឃើញពាក្យថាclick this link to download អញ្ចឹងកន្លែងហ្នឹងគឺនេះ download ខ្មែរ Unicode Typing ហើយយើងចុចទៅលើហ្នឹងទៅយើងនឹងឃើញនៅ file មួយដែលមានឈ្មោះថាខ្មែរ Unicode Typing 1.6.0 zip ហើយនៅខាងម្ខាងទៀតយើងនឹងឃើញពាក្យថា download អញ្ចឹងយើងចុចកន្លែង download
រងចាំបន្តិចដើម្បីឲ្យ file យើង download ពេញបន្ទាប់ពី download ពេញហើយយើងចុចបើក file មកវាមានការណែនាំឲ្យយើងចុចដូចជា nick អញ្ចឹងយើងចុច nick តាមវាទៅនៅត្រង់ចំណុចនេះគឺជាកន្លែងដែល file ដែលយើង download ហ្នឹងវាផ្ទុកនៅត្រង់ណានៅក្នុង browser របស់យើងអញ្ចឹងដូចជា file ដែលខ្ញុំបាន download នេះវាផ្ទុកនៅក្នុង file មួយដែលមានឈ្មោះថា program file គុណ86អញ្ចឹងបើអ្នកនរគ្នាចង់ផ្លាស់ប្ដូរទីតាំង file ដែលយើង download មិញហ្នឹងទៅផ្ទុកនៅកន្លែង file ផ្សេងឬក៏ទីតាំងផ្សេងអ្នកនរគ្នាអាចផ្លាស់ប្ដូរបានតទៅពីយើងជ្រើសរើសកន្លែងទុកទីតាំងអីហើយយើងចុច nick ទៅហើយក៏ finish នៅពេលដែល finish ហើយនេះយើងអាចបើកនៅកម្មវិធីដែលយើង download មិញបានហើយអញ្ចឹងបើកប៉ុណ្ណឹងបានហើយបានន័យថាការ download របស់យើងគឺជោគជ័យហើយចំណុចទី3ការរៀបចំខ្លួនបើយើងទៅរៀននៅសាលាដែលមានគ្រូមានអីគឺគាត់នឹងប្រាប់យើងថ្ងៃថាឲ្យយើងរៀបចំខ្លួនមិនពេលកំពុងរៀនប៉ុន្តែបើយើងរៀននៅផ្ទះយើងគឺត្រូវចេះរៀបចំខ្លួនផងដែរដូចរូបដែលខ្ញុំបានបង្ហាញអញ្ចឹងគឺយើងត្រូវអង្គុយឲ្យត្រង់ខ្លួនភ្នែកព្យាយាមមើលលើអេក្រង់កុំព្យូទ័រដកដង្ហើមមួយដើម្បីកុំឲ្យអារម្មណ៍តានតឹងហើយការអង្គុយត្រង់ខ្លួននេះគឺសំខាន់ណាស់នៅពេលដែលយើងកំពុងរៀនព្រោះវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថាស្រួលខ្លួនហើយស្ងប់អារម្មណ៍បានល្អពេលអង្គុយត្រឹមត្រូវហ្នឹងគឺវាជួយឲ្យការរៀន typing របស់យើងហ្នឹងគឺកាន់តែប្រសើរហើយការផ្ដោតអារម្មណ៍ហ្នឹងក៏ល្អជាងមុនដែរការដាក់ keyboard នៅលើតុរាបស្មើអញ្ចឹងការដាក់ keyboard លើតុរាបស្មើហ្នឹងគឺវាងាយស្រួលក្នុងការយើងដាក់ដៃចុចទៅលើ keyboard បើសិនតែយើងដាក់នៅលើដៃទម្រអ្នកដែលគាត់ប្រើ laptop អីហ្នឹងគឺគាត់ដឹងហើយដែលយើងមានដៃទម្រអញ្ចឹងបើយើងដាក់លើដៃទម្រដែលខ្ពស់អញ្ចឹងយើងដាក់ដៃចុចទៅវាអាចនឹងធ្វើឲ្យដៃរបស់យើងនឹងឆាប់ចុកនៅលើកដៃចំណុចទី4ភាពតាក់ទងគ្នារវាងក្តារចុចខ្មែរហើយនិងអង់គ្លេសជាទូទៅយើងឃើញថានៅលើ keyboard គឺគេប្រើភាសាអង់គ្លេសអញ្ចឹងនៅពេលដែលយើងមកចង់វាជាភាសាខ្មែរយើងត្រូវដឹងថាក្តារចុច Unicode ហ្នឹងគឺពឹងផ្អែកទៅលើប្លង់របស់អង់គ្លេសគឺ Q W E R T Y ដោយអក្សរខ្មែរគឺផ្គូផ្គងទៅនឹងគ្រាប់ចុចរបស់អង់គ្លេសឧទាហរណ៍ដូចជាអក្សរកលើ K អក្សរខនៅលើ X អក្សរកខងអីចឹងនៅលើគ្រាប់ចុចផ្សេងទៀតចឹងដូចនេះខ្ញុំឧទាហរណ៍មួយដូចជានៅលើគ្រាប់ចុចអក្សរ K ចឹងនៅលើអក្សរ K មួយហ្នឹងវាមិនមែនតែអក្សរកមួយឯងវាមានអក្សរកមួយទៀតចឹងធ្វើមិនទៅដើម្បីឲ្យយើងអាចដឹងហើយនឹងចងចាំវាគឺយើងពឹងផ្អែកទៅលើតារាងមួយដែលមានឈ្មោះថាក្តារចុច Unicode ខ្មែរដែលតារាងមួយនេះគឺអ្នកដែលចាប់ផ្ដើមរៀនវាអក្សរខ្មែរគឺអាចខ្វះវាបានទេសូម្បីតែខ្ញុំរាល់ថ្ងៃក៏ត្រូវតែនៅត្រូវការវាដែរព្រោះអីយើងដឹងហើយថាខ្មែររបស់យើងមានអក្សរស្រៈព្យញ្ជនៈច្រើនមែនតើតែពេលខ្លះគឺយើងចាំអត់អស់ហេតុដូចនេះបើយើងភ្លេចកន្លែងណាមួយយើងបើកមកមើលតារាងហ្នឹងទៅចឹងនៅលើតារាងហ្នឹងគឺវាមានច្រើនដែលវាបង្ហាញថានៅលើក្របចុចមួយហ្នឹងមានផ្ទុកអីខ្លះហើយចង់បានអក្សរមួយស្រៈមួយឬព្យញ្ជនៈមួយហ្នឹងគឺយើងត្រូវចុចបែបណាគឺវាបង្ហាញឯងឧទាហរណ៍ថាយើងចង់វាយពាក្យថាការអញ្ចឹងយើងត្រូវដឹងថាពាក្យការហ្នឹងវាបានមកពីកបូកស្រៈអាបូកនឹងអក្សររអញ្ចឹងអក្សរកគឺនៅលើគ្រាប់ចុចអក្សរ K ស្រៈអានៅលើគ្រាប់ចុចអក្សរ A ហើយអក្សររហ្នឹងគឺនៅលើគ្រាប់ចុចអក្សរ អអានេះគឺវាបែបងាយចុះបើយើងចង់ចុចពាក្យថាគិតគឺមកពីអក្សរកបូកស្រៈបូកតអញ្ចឹងអក្សរកនេះក៏វាស្ថិតនៅលើអក្សរ K ដែរដូចយើងដឹងហើយថា K ហ្នឹងវាមានអក្សរកមួយអក្សរកមួយអញ្ចឹងបើយើងចង់បានអក្សរកយើងចុច K ធម្មតាតែបើយើងចង់បានអក្សរកគឺយើងត្រូវចុចគ្រាប់ចុចចំនួន2នេះគឺគ្រាប់នេះមួយហើយគ្រាប់នេះមួយទើបបានអក្សរកអញ្ចឹងបានអក្សរកហើយគឺយើងដាក់ស្រៈគឺនៅលើគ្រាប់ចុចអក្សរ I ហើយអក្សរតគឺស្ថិតនៅលើគ្រាប់ចុចអក្សរ T
អញ្ចឹងដើម្បីបានពាក្យគិតមួយហ្នឹងគឺយើងខ្មែរយើងគឺមានតែ3ឯងគឺកបូកស្រែបូកតប៉ុន្តែនៅពេលដែលយើងចុចនៅលើ key ហ្នឹង keyboard របស់យើងហ្នឹងគឺយើងត្រូវប្រើរហូតទៅដល់ចំនួន4ចំណុចទី5ច្បាប់វាយអក្សរមូលដ្ឋានដូចនេះដើម្បីវាយអក្សរខ្មែរនៅលើ typing បានវាក៏មានច្បាប់របស់វាដែរដោយសារតែការវាយហ្នឹងគឺយើងវាយតាមលំដាប់សំឡេងមិនវាយតាមរូបរាងលើกระดาษទេត្រង់នេះគឺបានន័យថាវាយតាមសំឡេងមិនវាយតាមរូបរាងលើกระดาษហ្នឹងមិនវាយតាមសំឡេងឧទាហរណ៍ពាក្យមួយគឺពាក្យកែបអញ្ចឹងបើតាមសំឡេងគឺកែបហ្នឹងមកពីអក្សរកបូកសអែហើយបូកនឹងបបានកែបប៉ុន្តែបើយើងទៅសេពាក្យកែបនៅលើกระดาษវិញគឺយើងត្រូវទៅសេស្រអែមុនហើយយើងទៅសេសអែហើយទៅសេកហើយបានទៅសេបអាហ្នឹងគឺយើងទៅសេលើกระดาษអញ្ចឹងកុំព្យូទ័រគឺវាធ្វើការរៀបចំហ្នឹងគឺទៅតាម select ហើយដើម្បីអាចវាយបានហ្នឹងគឺយើងនៅតែពឹងផ្អែកទៅលើតារាងក្តារចុច Unicode ខ្មែរយើងដដែលហ្នឹងដោយសារតែយើងដឹងស្រាប់ហើយថាខ្មែរយើងមានព្យញ្ជនៈផងស្រៈផងសញ្ញាផងច្រើនអញ្ចឹងយើងត្រូវពឹងផ្អែកទៅលើតារាងមួយហ្នឹងដើម្បីមើលវារៀនពីវាហើយព្យាយាមចាំវានេះគឺជាតារាងក្តារចុច Unicode ខ្មែររបស់ខ្ញុំនៅក្នុងកុំព្យូទ័ររបស់ខ្ញុំដូចនេះសម្រាប់អ្នកដែលអត់ទាន់មានតារាងហ្នឹងទេហើយចង់ download តារាងហ្នឹងទុកនៅលើកុំព្យូទ័រតោះមកមើលពីរបៀប download ទាំងអស់គ្នាដំបូងយើងចូលនៅត្រង់ពាក្យថា search ហើយវាឈ្មោះរបស់វាដែលឈ្មោះរបស់វាមានឈ្មោះថាខ្មែរ Unicode 2.0.1 យើងវាឈ្មោះវាហើយយើងចុចលើវាទៅវានាំយើងទៅកាន់កន្លែង download ហើយដែលមាន link មានឈ្មោះថាខ្មែរ Unicode 2.0.1 download អញ្ចឹងយើងចុចលើហ្នឹងទៅវានេះមើលត្រង់ប្រអប់ពណ៌បៃតងដែលមានពាក្យថា download អញ្ចឹងអ្នកនរគ្នាចុចលើហ្នឹងទៅវា download ឲ្យហើយវានឹង load នៅលើ desktop ឲ្យអ្នកនរគ្នាហើយចំណុចទី6ការអនុវត្តនៅលើកម្មវិធីខ្មែរ Unicode Typing ដោយសារតែយើងបាន download កម្មវិធីនឹងរួចហើយតាំងពីនៅចំណុចទី2ម៉េះអញ្ចឹងចំណុចទី6នេះគឺជាការដែលយើងត្រូវទៅបើកកម្មវិធីហ្នឹងហើយរៀនដោយផ្ទាល់តែម្ដងតោះអញ្ចឹងទៅបើកកម្មវិធីនេះដូចនេះអ្វីដែលយើងឃើញមុនគេគឺនៅខាងស្ដាំដៃគេដាក់ថា 1.1 មូលដ្ឋានវាអក្សរហើយនៅខាងឆ្វេងដៃគេដាក់ថាសួស្ដីនីតាសរសេរណែនាំយើងដំបងគេមកអស់អញ្ចឹងយើងដាក់តាមអ្វីដែលគេបង្ហាញនឹងទៅដោយអីគេខ្លះចង្អុលដៃខាងឆ្វេងដាក់លើអក្សរថសូមបញ្យល់ផងដែរថាជួរកណ្ដាលនៃក្តារចុចហ្នឹងគេហៅថា home row អញ្ចឹង home row មានក្របចុចអីខ្លះខ្ញុំបង្ហាញនៅលើអេក្រង់នេះអញ្ចឹងនេះគឺជា home row អញ្ចឹងដៃរបស់យើងគឺម្រាមនឹង10របស់យើងហ្នឹងគឺត្រូវដាក់លើទីតាំងហ្នឹងដោយម្រាមដៃខាងឆ្វេងរបស់យើងដាក់ចាប់ពីអក្សរថអក្សរដអក្សរសហើយនឹងសអាហ្នឹងសម្រាប់ខាងឆ្វេងចំណែកខាងស្ដាំវិញចង្អុលដៃខាងស្ដាំរបស់យើងដាក់ចាប់ពីការដាក់ជើងសកអក្សរលោហើយនឹងអីទៀតស្រៈអាហើយចំណែកមេដៃទាំងពីររបស់យើងវិញគឺដាក់នៅត្រង់នេះគឺកន្លែងដកឃ្លាបន្ទាប់ពីដាក់ដៃត្រូវទីតាំងហើយតោះយើងចាប់ផ្ដើមចុចទៅដំបងគេនេះវាឲ្យយើងចុចគឺអក្សរសនៅលើដៃនាងខាងឆ្វេងហើយស្ថិតនៅលើអក្សរ S អូខេតបហើយគឺស្រៈអានៅលើកូនដៃខាងឆ្វេងនៅលើអក្សរ X បន្តមកទៀតគឺអក្សរដនៅលើដៃកណ្ដាលខាងឆ្វេងស្ថិតនៅលើអក្សរហើយមកទៀតគឺអក្សរថនៅលើចង្អុលដៃខាងឆ្វេងស្ថិតនៅលើអក្សរ F ហើយគឺដកឃ្លាអញ្ចឹងនៅពេលដែលយើងដកឃ្លាយើងត្រូវប្រើក្របចុចចំនួន2គឺត្រង់បដូរមួយហើយត្រង់កន្លែងដកឃ្លាមួយអញ្ចឹងកន្លែងបដូរនេះយើងមើលសញ្ញាដែលគេដាក់នឹងទៅនេះប្រើកូនដៃខាងឆ្វេងមួយហើយមេដៃខាងស្ដាំមួយអញ្ចឹងយើងដាក់តាមគេដោយកូនដៃខាងឆ្វេងរបស់យើងនេះដាក់នៅត្រង់ក្របចុចបដូរ
យើងដាក់ទៅហើយមេដៃរបស់ខាងស្ដាំរបស់យើងដាក់នៅលើកន្លែងដក clear ហើយចុចវាទៅអូខេតទៅពីខាងឆ្វេងហើយវាមកដល់ការអនុវត្តនៅលើម្រាមដៃខាងស្ដាំរបស់យើងម្ដងគឺអក្សរកអញ្ចឹងអក្សរកស្ថិតនៅលើអក្សរ K ហើយគឺការដាក់ជើងគឺនៅលើក្របចុច J កទៀតហើយលោស្រៈអាដក clear អញ្ចឹងដក clear យើងព្យាយាមមើលតាមអ្វីដែលគេបង្ហាញពណ៌បៃតងហ្នឹងទៅអូខេសអីចឹងទៅចំណុច 1.1 ខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេខ្ញុំសូមទៅកាន់មេរៀនបន្ទាប់គឺ 1.2 វឹកហាត់ពាក្យយើងក៏លេចមកមើលការណែនាំរបស់គេដើម្បីបង្កើតពាក្យអ្នកគ្រាន់តែវាយតាមលំដាប់នៃការប្រកបនោះកុំព្យូទ័រនឹងរៀបអក្សរតាមលំដាប់ត្រឹមត្រូវឧទាហរណ៍ដើម្បីបានពាក្យលើគឺមកពីអក្សរលោបូកស្រៈអាសអឺនឹងឯងអញ្ចឹងយើងដាក់ម្រាមដៃដដែលដាក់តាមទីតាំង home row ដដែលដែលយើងនិយាយចំណុចមុនហ្នឹងហើយយើងរៀនវាយទៅតោះពាក្យដំបូងគេដែលវាឲ្យយើងវាយគឺថាវាយតាមសំឡេងថាមកពីថដាក់ស្រៈអាអញ្ចឹងដំបូងគឺថហើយស្រៈអាយើងនៅណាស្រៈអាយើងគឺនៅកូនដៃខាងឆ្វេងអូខេដក clear តបមកទៀតពាក្យអីការដៃកណ្ដាលខាងស្ដាំហើយគឺស្រៈអាដក clear ឯទៀតដាដក clear លាដក clear តបមកទៀតពាក្យអីគេសាដក clear ចឹងនៅត្រង់ចំណុច 1.2 នេះគឺវាព្យាយាមឲ្យយើងអនុវត្តទៅលើការបង្កើតពាក្យដែលងាយដែលស្ថិតនៅលើទីតាំង home row របស់យើងដដែលទេហើយនឹងការរៀនដក clear សិនអញ្ចឹងយើងព្យាយាមរៀនទៅតាមមេរៀនដែលគេរៀបចំពីងាយទៅពិបាកតាមមួយតាមអ្វីដែលយើងអាចអនុវត្តបានខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេព្រោះអីបើខ្ញុំនៅតែបញ្យល់ច្រើនទៀតវាធ្វើឲ្យនាទីរបស់យើងកាន់តែយូរទៅតាមនឹងដែរអញ្ចឹងសំខាន់គឺលើអ្នកទាំងអស់គ្នាអនុវត្តខ្លួនឯងនៅលើកម្មវិធីហ្នឹងទៅអញ្ចឹងចំណុចទី6របស់យើងដែលការអនុវត្តផ្ទាល់នៅលើកម្មវិធីខ្ញុំគិតថាសូមប៉ុណ្្នឹងបានហើយអូខេចំណុចទី7ការកែចំនួននាទីក្នុងការវិយាសឲ្យមានរយៈពេលយូរអញ្ចឹងយើងមកមើលទៅថានៅត្រង់ចំណុចមេរៀន 1.1 មូលដ្ឋានវិយាសដែលមានរយៈពេលរបស់វាគឺ59នាទីគឺអាចនិយាយបានថា1ម៉ោងបាត់ទៅហើយប៉ុន្តែបើយើងមើលទៅមេរៀនបន្ទាប់គឺ 1.2 វឹកហាត់ពាក្យនៅត្រង់ 1.2 នេះការវឹកហាត់ពាក្យរយៈពេលរបស់វាគឺមានតែ2នាទីប៉ុណ្ណោះអញ្ចឹងគឺវាមានរយៈពេលខ្លីមែនតើក្នុងការវាយពាក្យទាំងប្រមាណដែលគេដាក់ឲ្យអញ្ចឹងបើសិនជាយើងវាយយឺតស្រាប់តែវាអស់នាទី2នាទីនៅបាត់ហើយអញ្ចឹងគឺវានឹងលោតឲ្យយើងវាយមកពាក្យដើមសាមីពាក្យថាពាក្យការសាមីម្ដងទៀតអញ្ចឹងបើយើងចង់ឲ្យនាទី2នាទីហ្នឹងផ្លាស់ប្ដូរវាទៅជា5នាទី10នាទីតែយើងត្រូវធ្វើម៉េចនេះដើម្បីអាចផ្លាស់ប្ដូរនាទីបានយើងក៏លេខទៅមើលខាងស្ដាំដៃខាងលើនៅត្រង់ពាក្យថាឯកសារយើងចុចលើហ្នឹងហើយចុចនៅត្រង់ពាក្យថាបើកចឹងនៅត្រង់ពាក្យថាបើកនេះគឺយើងបើកមកយើងឃើញហើយនៅក្នុងហ្នឹងមានឯកសារខ្លះនេះយើងអាចផ្លាស់ប្ដូរនៅក្នុងហ្នឹងបានទេគឺយើងត្រូវ copy file listen ហ្នឹងមកយើងបន្ទាប់ពី copy ហើយខ្ញុំផាសវានៅលើ desktop សិនបន្ទាប់ពីផាសហើយនេះខ្ញុំបើកមើលវាបន្ទាប់ពីបើកមើលនៅត្រង់មេរៀនទី01.1 យើងឃើញយ៉ាងនេះគឺជាព័ត៌មាននៅក្នុងមេរៀន 1.1 ហ្នឹងនេះចំណែកឯមេរៀន 1.2 គឺកន្លែងដែលយើងចង់បដូរនេះកន្លែងបដូរហ្នឹងគឺនេះ2នាទីអញ្ចឹងយើងចង់បដូរ2នាទីហ្នឹងទៅជា1នាទីវិញឧទាហរណ៍ថា
ញោមផ្លាស់ប្ដូរទៅជា5នាទីចុះ5នាទីក៏ថាអូខេហើយបន្ទាប់ពីផ្លាស់ប្ដូរពីលេខ2ទៅលេខ5ហើយយើងចុច save file នឹងវិញបន្ទាប់ពី save file ហើយអូខេបន្ទាប់ពី save file នឹងរួចយើងត្រូវទៅបើក file ដើមដែលយើងបាន download កម្មវិធីនេះខ្មែរ Unicode Typing តើយើងdownload ខ្មែរ Unicode Typing ហ្នឹងតែយើងទុក file ហ្នឹងនៅត្រង់ណានៃកុំព្យូទ័ររបស់យើងបាទសម្រាប់ខ្ញុំការខ្ញុំ download ខ្ញុំទុកវានៅក្នុងនេះprogram file គុណ86អញ្ចឹងក្នុងចំណុចនេះសូមបញ្ជាក់ផងដែរថាបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាខ្លួនឯងទុក file ហ្នឹងនៅណាវិធីសាស្ត្ររបស់វាគឺចូលទៅក្នុងកម្មវិធីខ្មែរ Unicode Typing នឹងតារាសិនទៅហើយចុចត្រង់ពាក្យឯកសារជ្រើសរើសកន្លែងបើកបន្ទាប់ពីបើកហើយអ្នកនរគ្នាមើលទៅកន្លែងខាងលើនេះកន្លែងវាផ្ទុកនេះទីតាំងរបស់ដែលអ្នកនរគ្នា download ហ្នឹងថាវាទុកនៅណាចុចបើកទៅអូខេអញ្ចឹងយើងឃើញហើយថាទីតាំងវានឹងទុកនៅត្រង់នេះអាចមើលបានពីអញ្ចឹងយើងបន្ទាប់ពីដឹងថាទីតាំងដែល file អ្នកនរគ្នា download ទុកត្រង់នេះហើយអូខេត្រឡប់មកទីតាំងខ្ញុំវិញអញ្ចឹងខ្ញុំជ្រើសរើសបើកត្រង់កន្លែងដែលខ្ញុំផ្ទុក file នឹងហើយអូខេបើខ្ញុំទុកនៅណាបើខ្ញុំទុកនៅក្នុង program file គុណ86បន្ទាប់ពីចុចបើកហើយខ្ញុំធ្វើការ copy នេះ copy file listen ដែលខ្ញុំទុកនៅក្នុង desktop ហ្នឹង copy វាមកផាសចូលនៅក្នុងfile ទាំងមូលរបស់ខ្មែរ Unicode Typing វិញអញ្ចឹងយើង copy ហើយយើងផាសវាចូលមកជំនួសឲ្យ file មេរៀនចាស់របស់យើងបន្ទាប់ពី copy ចូលហើយចំពោះនេះ file listen ដែលខ្ញុំ copy មកលើ desktop ហ្នឹងខ្ញុំអត់ចង់ទុកវាទេអ្នកនរគ្នាចង់ទុកវាក៏ទុកទៅសម្រាប់ខ្ញុំអត់ចង់ទុកវាទេវាឆ្អៀតញ៉ៃអញ្ចឹងបើអត់ចង់ទុកវាទេយើងអាច delete វាចោលដោយសារតែយើងបាន copy វាចូលទៅក្នុង file ខ្មែរ Unicode Typing របស់យើងមួយហើយតោះខ្ញុំលុបចោលហើយខ្ញុំសាកមកមើលសិនថាតើអ្វីដែលយើងផ្លាស់ប្ដូរហ្នឹងវាបានកែសម្រួលទៅតាមអ្វីយើងចង់បានអត់ចឹងនេះបើកមកគឺឃើញថានៅត្រង់មេរៀន 1.2 ដែលយើងផ្លាស់ប្ដូរពី2នាទីទៅ5នាទីហ្នឹងគឺបានជោគជ័យហើយអញ្ចឹងការផ្លាស់ប្ដូរនាទីដើម្បីឲ្យការវាយ typing របស់យើងមានរយៈពេលយូរគឺបានជោគជ័យហើយក្នុងចំណុចនេះផងដែរគឺខ្ញុំចង់ផ្ដោតទៅលើក្នុងករណីដែលយើងចង់ផ្លាស់ប្ដូរនាទីឲ្យមានរយៈពេលវែងប៉ុណ្ណោះប៉ុន្តែបើអ្នកនរគ្នាអត់ចង់គិតថាអូ2នាទីហ្នឹងក៏បានដែរមិនផ្លាស់ប្ដូរទេអញ្ចឹងចំណុចមួយនេះអ្នកនរគ្នាអាចដំឡងបានហើយការផ្លាស់ប្ដូរនេះមិនមែនត្រឹមតែនាទីទេចំពោះអក្សរមេរៀនអីគឺយើងផ្លាស់ប្ដូរបានប៉ុន្តែខ្ញុំគិតថាចំពោះមេរៀនរបស់វាយើងមិនផ្លាស់ប្ដូរទេការវាយពាក្យវាអីហ្នឹងមិនផ្លាស់ប្ដូរទេយើងផ្លាស់ប្ដូរតែចំនួននាទីវាឲ្យមានរយៈពេលវែងទៅគឺគ្រប់ចំណុចទី8ការហ្វឹកហាត់រៀន typing ភាសាខ្មែរនៅលើ website អញ្ចឹងក្រៅពីកម្មវិធីដែលយើង download មកលើកុំព្យូទ័រយើងក៏មាន website ដែលជួយក្នុងការ typing ជាភាសាខ្មែររបស់យើងដែរដូចនេះយើងចូលទៅការ Chrome របស់យើងមកហើយ search នៅពាក្យថាខ្មែរ typing យើងនឹងឃើញ website ហ្នឹងនៅលើគេយើងចុចទៅលើ website ហ្នឹងទៅថាមានអីខ្លះនេះមាន3គេអនុវត្តជាមួយក្តារចុចជាក់ស្ដែងលេងហ្គេមកម្រិតលឿនបង្ហាញពិន្ទុអតិបរមាអញ្ចឹងយើងចូលទៅបងគេអនុវត្តជាមួយក្តារចុចជាក់ស្ដែងដូចនេះវាមានយើងមើលការណែនាំរបស់គេទៅក្តារចុចជាក់ស្ដែងវាអត្ថបទទាំងមូលឲ្យបានលឿនតាមដែលអ្នកអាចធ្វើបានដោយមានកំហុសតិចតួចបំផុតដូចនេះខ្ញុំសារអនុវត្តតិចទៅដោយការដាក់ម្រាមដៃហ្នឹងគឺយើងដាក់នៅលើទីតាំង home row ដដែលអញ្ចឹងខ្ញុំធ្លាប់បញ្យល់ម្ដងហើយថាទីតាំង home row ហ្នឹងនៅត្រង់ណាអញ្ចឹងតបពីដាក់ត្រូវទីតាំងហើយយើងរៀនវាយតាមអ្វីដែលគេបង្ហាញហ្នឹងទៅអូខេអញ្ចឹងខ្ញុំវាយបាន10
9ហ្នឹងនៅក្នុង19ហ្នឹងខ្ញុំមានបញ្ហា error នេះចំនួន2ដែរអូខេអញ្ចឹងពេលមានបញ្ហាអញ្ចឹង error អញ្ចឹងគឺវាបង្ហាញហើយដូចនេះ website នេះខ្ញុំមើលទៅបានសាកល្បងតេស្តដែរឃើញថាវាអាចឲ្យយើងរៀនអនុវត្តការ typing អក្សរខ្មែររបស់យើងដោយមិនចាំបាច់ download កម្មវិធីប៉ុន្តែនេះវាអត់មានជាមេរៀនតាមដំណាក់កាលដូចទៅក្នុងកម្មវិធីខ្មែរ Unicode Typing ទេអានេះវាក៏អាចជាលក្ខណៈជាពាក្យជា clear ដែលយើងរៀនហាត់សមសម្រាប់អ្នកដែលគាត់ចេះពីគ្រឹះវាហើយអញ្ចឹងបើអ្នកនរគ្នាចង់ចេះពីគ្រឹះរៀន Typing អក្សរខ្មែរគឺនៅតែត្រូវ download កម្មវិធីខ្មែរ Unicode Typing មករៀនទៅដែរដោយសារខ្មែររបស់យើងអត់ទាន់មាន website ទូលំទូលាយក្នុងការរៀន Typing ភាសាខ្មែរហ្នឹងដូចជាការរៀន typing ភាសាអង់គ្លេសបើភាសាអង់គ្លេសគឺយើងមាន website ច្រើនមែនតើដែលវាអាចឲ្យយើងរៀន free អត់ត្រូវការ download ហើយវាមានមេរៀនដែលចាប់ផ្ដើមពីដំណាក់កាលមកដំណាក់កាលបើយើងក៏លេចទៅមើលប្រវត្តិសាស្ត្រវិញក្តារចុចខ្មែរមានការវិវត្តពីម៉ាស៊ីនវាយអក្សរនៅសតវត្សទី20ដែលកាលនោះមានគ្រាប់ចុចចំនួនតែ46តួដែលធ្វើឲ្យពិបាកសម្របតួអក្សរទាំងអស់ការរចនាបទដំបូងដោយលោកកេយវ៉ាន់សាក់នៅក្នុងឆ្នាំ1952ប៉ុន្តែក្រោយពីសង្គ្រាមស៊ីវិលមានការប្រើប្រាស់មិនស្តង់ដារនិងពុម្ពអក្សរមិនត្រឹមត្រូវរហូតដល់ Unicode ត្រូវបានស្នើក្នុងឆ្នាំ1997និងត្រូវបានអនុវត្តនៅក្នុងឆ្នាំ2000ទើបការវាយអក្សរខ្មែរមានល្បឿនលឿនជាងប្រព័ន្ធចាស់ដោយកុំព្យូទ័រគ្រប់គ្រងការរៀបចំតួអក្សរដោយស្វ័យប្រវត្តិទោះជាយ៉ាងណាក៏ដោយទម្លាប់ពីការប្រើប្រាស់ឧបករណ៍ចាស់ៗនៅតែធ្វើឲ្យមនុស្សជាច្រើនប្រើស៊ីនខ្មែរសម្រាប់ការវាយអក្សរឲ្យបានលឿននៅលើបណ្ដាញសង្គមដោយហេតុនេះហើយទើបត្រូវទទួលបានការរិះគន់ថាអាចធ្វើឲ្យបាត់បង់ជំនាញសរសេរអក្សរខ្មែររបស់យើងសង្ខេបមកវិញថ្ងៃនេះយើងបានរៀនអំពី Unicode ខ្មែរការដំឡើងខ្មែរ Unicode Typingក៏ដូចជាការរៀនពីមូលដ្ឋានគ្រឹះនៃការវាយអក្សរខ្មែររបស់យើងនៅលើក្តារចុចផងដែរដូចនេះកុំភ្លេចអនុវត្តវានៅផ្ទះដោយខ្លួនឯងហើយបើសិនជាអ្នកមានចម្ងល់ក៏ដូចជាសំណួរផ្សេងសូម comment នៅក្រោមវីដេអូរបស់ខ្ញុំហើយបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like subscribe channel របស់ខ្ញុំហើយអាចចែកលេខបន្តទៅកាន់មិត្តភ័ក្តិរបស់អ្នកបានអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូបន្តជំរាបលា